ការពារអាកាសគឺជាផ្នែកសំខាន់មួយនៃសមត្ថភាពការពារជាតិដោយមានតួនាទីការពារគោលដៅសំខាន់ៗពីការវាយប្រហារតាមអាកាសក្នុងចំណោមប្រព័ន្ធការពារអាកាសចម្ងាយខ្លីដែលប្រទេសចិនបានអភិវឌ្ឍ HU-7B ត្រូវបានចាត់ទុកថាជាប្រព័ន្ធមួយដែលមានសារៈសំខាន់ក្នុងការការពារអាកាសកម្រិតទាបនិងចម្ងាយខ្លី HU-7B គឺជាប្រព័ន្ធមីស៊ីលការពារអាកាសចម្ងាយខ្លីដែលមានមូលដ្ឋានបច្ចេកវិទ្យាពីប្រព័ន្ធ Crotale របស់ប្រទេសបារាំងប៉ុន្តែត្រូវបានប្រទេសចិនកែប្រែនិងអភិវឌ្ឍបន្ថែមដើម្បីឲ្យសមស្របនឹងបរិបទយោធានិងតម្រូវការការពារជាតិរបស់ខ្លួនការអភិវឌ្ឍ HU-7B បានបង្ហាញពីសមត្ថភាពរបស់ចិនក្នុងការបន្តបង្កើតនិងកែលម្អបច្ចេកវិទ្យាយោធាដោយខ្លួនឯងក្នុងផ្នែកបច្ចេកទេស HU-7B មានចម្ងាយបាញ់ប្រហែលពី 0.5 ដល់ 12 គីឡូម៉ែត្រនិងអាចវាយប្រហារគោលដៅនៅកម្ពស់ចាប់ពីប្រហែល 3 ម៉ែត្ររហូតដល់ 6 គីឡូម៉ែត្រមីស៊ីលមានល្បឿនប្រហែល Mach 2.3 ដែលអនុញ្ញាតឲ្យវាឆ្លើយតបបានរហ័សចំពោះគោលដៅកំពុងចូលវាយប្រហារប្រព័ន្ធនេះអាចប្រើដើម្បីវាយប្រហារយន្តហោះយោធា ហេលីកុបទ័រ Drone និងមីស៊ីល Cruise កម្ពស់ទាប HU-7B ប្រើប្រាស់ប្រព័ន្ធរ៉ាដាសម្រាប់ស្វែងរកនិងតាមដានគោលដៅរួមជាមួយប្រព័ន្ធដឹកនាំបាញ់ប្រភេទ Command Guidance ដែលបញ្ជាការបញ្ជូនសញ្ញាពីមជ្ឈមណ្ឌលគ្រប់គ្រងទៅមីស៊ីលលើសពីនេះវាក៏មានប្រព័ន្ធមើលឃើញអុបទិកនិងអេឡិចត្រូនិកដែលអាចប្រើប្រាស់បាននៅពេលមានការរំខានរ៉ាដាឬក្នុងលក្ខខណ្ឌអាកាសធាតុមិនអំណោយផលលក្ខណៈនេះធ្វើឲ្យ HU-7B មានភាពអាចបត់បែននិងមានភាពទុកចិត្តបានក្នុងស្ថានភាពប្រយុទ្ធផ្សេងៗក្នុងផ្នែករចនាសម្ព័ន្ធ HU-7B អាចដំឡើងលើរថយន្តយោធាចល័តឬដំឡើងជាប្រព័ន្ធថេរដើម្បីការពារគោលដៅសំខាន់ៗដូចជាមូលដ្ឋានយោធាអាកាសយានដ្ឋានកំពង់ផតនិងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសំខាន់ៗប្រព័ន្ធមួយជាទូទៅរួមមានយានរ៉ាដាយានបាញ់មីស៊ីលនិងមជ្ឈមណ្ឌលបញ្ជានិងត្រួតពិនិត្យដែលអាចធ្វើការសហការជាក្រុមក្នុងការការពារអាកាសជាប្រព័ន្ធតាមទស្សនយុទ្ធសាស្ត្រ HU-7B មានតួនាទីជាស្រទាប់ការពារអាកាសកម្រិតក្រោមដែលបំពេញចន្លោះរវាងប្រព័ន្ធការពារអាកាសចម្ងាយវែងនិងការការពារជិតស្និទ្ធទោះបីជាវាមិនមានសមត្ថភាពទំនើបដោយប្រព័ន្ធ HU-17 ឬ HU-16 ក៏ដោយប៉ុន្តែ HU-7B នៅតែមានតួនាទីសំខាន់ក្នុងការការពារគោលដៅកម្ពស់ទាបនិងការពារសុវត្ថិភាពអាកាសក្នុងតំបន់កំណត់សរុបមក HU-7B គឺជាប្រព័ន្ធមីស៊ីលការពារអាកាសចម្ងាយខ្លីដែលមានតម្លៃប្រើប្រាស់ជាក់ស្ដែងនិងមានសារៈសំខាន់ក្នុងរចនាសម្ព័ន្ធការពារអាកាសរបស់ប្រទេសចិនវាបង្ហាញពីការរីកចម្រើនបច្ចេកវិទ្យាយោធានិងការយកចិត្តទុកដាក់លើការការពារអាកាសកម្រិតទាបដែលជាផ្នែកមួយមិនអាចខ្វះបាននៃសន្តិសុខជាតិលក្ខណៈងាយស្រួលចល័តរបស់ប្រព័ន្ធមីស៊ីលការពារអាកាស HU-7B សំដៅទៅលើសមត្ថភាពក្នុងការផ្លាស់ប្តូរទីតាំងប្រតិបត្តិការបានយ៉ាងរហ័សនិងមានភាពបត់បែនខ្ពស់តាមស្ថានភាពយោធាប្រព័ន្ធនេះត្រូវបានរចនាឲ្យអាចដំឡើងលើរថយន្តយោធាដែលអនុញ្ញាតឲ្យកងទ័ពអាចបញ្ជូនវាទៅកាន់តំបន់ការពារផ្សេងៗបានយ៉ាងឆាប់រហ័សដោយមិនចំណាយពេលវេលាច្រើនក្នុងការដំឡើងឬដោះចេញភាពងាយស្រួលចល័តនេះអនុញ្ញាតឲ្យ HU-7B អាចធ្វើប្រតិបត្តិការជាមួយកងទ័ពដីនិងអង្គភាពចល័តផ្សេងៗទៀតដើម្បីការពារគោលដៅសំខាន់ៗក្នុងពេលចល័តឬពេលមានការផ្លាស់ប្តូរទិសដៅការពារលើសពីនេះវាក៏អាចកាត់បន្ថយហានិភ័យពីការត្រូវវាយប្រហារដោយសត្រូវដោយសារតែអាចផ្លាស់ប្តូរទីតាំងបានញឹកញាប់និងមិនជាប់លំណាប់នៅទីតាំងថេរដោយប្រព័ន្ធការពារអាកាសមួយចំនួនទៀតដោយសារតែលក្ខណៈងាយស្រួលចល័តនេះ HU-7B ត្រូវបានចាត់ទុកថាជាប្រព័ន្ធការពារអាកាសដែលមានប្រសិទ្ធភាពក្នុងការការពារតំបន់កំណត់និងការគាំទ្រប្រតិបត្តិការយោធាបែបចល័តនៅកម្រិតការពារអាកាសចម្ងាយខ្លី។